មុននឹងស្លាប់ទៅមានសិល1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់មានសិលសោះញោមមុននឹងវេប្រគេនអាចារ្យតែងតែឲ្យកូនចៅចូលមកសមាទានសិលឲ្យយើងបានសិលបានឧទ្ទិសទៅបានខ្ពស់ជាងហើយកូនចៅថាសមាទានស្អីកងយប់នឹងដាច់វិញអដែលកំងគេ10កេះទុកហើយថាវាមិនតន់យប់ឯណាសមាទានហើយគេឲ្យនៅអង្គុយនឹងអត់តន់ឲ្យអាឡើងទៅណាសិលទាំង5នៅពេញអត់តន់ដាច់អីមួយទេបើគេអត់តន់ឲ្យឡើងផងអញ្ចឹងចូលប្រគេនពេលហ្នឹងយើងមានសិលបរិសុទ្ធល្អហើយប្រគេនរួចហើយយើងឧទ្ទិសទៅបានផលហើយណាញោមដល់ថ្ងៃអាសៀនល្ងាចញោមអញ្ជើញទៅជប់លៀងឯណាទៅចោះអត់បញ្ហាប្រសងទៅវត្តអស់យាយតាទៅផ្ទះអស់ហើយយើងជប់លៀងប្រមាណកេះក៏ជប់ទៅអត់បញ្ហាព្រោះកាលយើងប្រគេនយើងមានសិលហើយបានដល់អ្នកស្លាប់ចឹងហើយបានជាមុននឹងវេគេឲ្យសមាទានសិលប៉ុន្តែដែលវាខុសនោះត្រង់អត់យល់សម្លឹងមើលទៅឃើញតែយាយតាអ្នកភ្ញៀវអ្នកសមាទានសិលកូនចៅគ្មានថាតាមផងអត់មានថាតាមអីផងទ្រង់បានអាទូរស័ព្ទម្នាក់មួយអាឡ័យទៅថតគ្នាទៅវិញទៅមកឃើញថតបែរមកលោកខំតរៀបរឹកទាញជប៉ុនទាញស្បង់គេថតអញតាមពិតគេ selfie យកទៅក្បាលគេវិញនោះគ្មានបានថតលោកផងហើយដល់បន្ទាប់ពីសមាទានសិលហើយចូលប្រគេនហើយគេឲ្យឧទ្ទិសបើមិនឧទ្ទិសមិនបានដល់អ្នកស្លាប់ទេអនអ្នកគេចេះឧទ្ទិសគេឧទ្ទិសទៅឧទ្ទិសហ្នឹងគេធ្វើម៉េចគេធ្វើមាត់អេចអូចអាត្មាមើលពីចងាយទៅឧទ្ទិសហ្នឹងគេធ្វើមាត់អេចអូចមានន័យថាគេស្គាល់ដូនតាគេឈ្មោះអីគេនិយាយថាខ្ញុំធ្វើទាននេះជូនដល់ឈ្មោះនេះចឹងហើយចុះបើយើងមិនចេះឧទ្ទិសធ្វើម៉េចបើមិនចេះឧទ្ទិសថាតាមអាចារ្យព្រោះអាចារ្យវេនឹងអាចារ្យនឹងជាគ្រូបង្រៀនយើងឲ្យបានគេបង្កើតបល័យវេអាចារ្យថាមួយម៉ាត់ឲ្យយើងថាតាមដល់កលេចមើលទៅកូនចៅម្ចាស់បុណ្យគ្មានថាតាមទេថាតែយាយតាអ្នកភ្ញៀវឯថាតាមមកអានឹងហើយដែលគេហៅថាខុសគេខំវេមួយម៉ាត់គេឲ្យកូនចៅថាតាមនឹងហើយដល់ឯងអត់ថាតាមអានឹងហើយចំណាយលុយទៅឆ្ងាញ់តែមាត់អ្នកនរអត់បានដល់អ្នកស្លាប់អញ្ចឹងបើគេឲ្យវេថាតាមទៅហើយបានអ្នកស្លាប់នឹងមកទទួលហើយចុះបើអ្នកស្លាប់នឹងអត់ដឹងទៅកើតនៅឋានឆ្ងាយជាទេវតាជាន់ខ្ពស់ឬទីណាអត់ដឹងយើងត្រូវធ្វើម៉េចបើអត់ដឹងទេបានអាចារ្យនឹងឯងសូត្រយ៉ាងកញ្ញអ៊ីមិនីយេទេវតាទេវាកនធ្វាននិវេទយងចុងក្រោយផ្ដាំផ្ញើតាមទេវតាឲ្យទេវតានាំដំណឹងទៅប្រាប់ដល់មេត្តាបិតាយើងផងអានឹងបានហើយនេះតក្កិណានុប្ទានបានជាមុននឹងវេអាចារ្យអញ្ជើញទេវតាមកត្រុសក្នុងសត្រាសិបសោតប្រកបថាអញ្ចឹងឲ្យយើងអញ្ជើញទេវតាព្រោះទេវតាដឹងថាម៉ែឪយើងនឹងស្លាប់ទៅនឹងគាត់ទៅកើតកន្លែងណាក្នុងយ៉ាងកញ្ចារមណੰពុទ្ធសំដែងថាបើកូនចៅមានកិច្ចធ្វើអីចំពោះមានតាបិតាដំបងគេទៅនឹកដល់ទេវតាសិនជាពិសេសទេវតានៅទីទាំងឡាយមានទីផ្ទះជាដើមហើយទេវតាជាចក្រឡោកបាលព្រោះទេវតាទាំងនឹងដឹងម៉ែឪយើងនៅឯណាទេវតានឹងនាំដំណឹងទៅប្រាប់បានអាចារ្យអញ្ជើញទេវតាមកហើយដល់ចុងក្រោយទេវាកនធ្វានិវេទយងជូនដំណឹងតាមទេវតានឹងឲ្យយកទៅអានឹងបានហើយណាញោមណាហើយបើធ្វើខុសពីនឹងដូចពំពិសាមិនអញ្ចឹងអស់ទៅលុយអត់បានទេហើយធ្វើសង្ឃេតាតក្កិណានុប្ទាននឹងតាមរយៈប្រសងនឹងដោយអាត្មាដែលលើកឡើងពីថកែម្នាក់ថកែចិនម្នាក់ដែលគាត់ស្លាប់ទៅគាត់កើតទៅជាប្រែតឈ្មោះបរៈតតោបជីវីគាត់មកបញ្យល់សពកូនថាកូនអើយជួយឪពុកផងឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនទាន់ស្គាល់រសជាតិចំណីអាហារសោះឲ្យកូនជួយផងកូននឹងក៏ដាំស្លយកទៅដាក់ឲ្យឪពុកហូបពេញភ្នូឪពុកឯងហូបពិសាឲ្យពេញភ្នូនឹងខ្មោចឪពុកអ្នកដែលស្លាប់ទៅមិនមែនសុទ្ធតែទទួលផលសំណែនទទួលផលដាក់នឹងយកបានទាំងអស់ទេ